បន្ទាប់ពីយកឈ្នះគុនអ៊ីនិងដណ្ដើមបានក្រុងជីងជើលីម៉ង់បានស្លាប់យ៉ាងអាថ៌កំបាំងក្នុងពិធីជប់លៀងជ័យជំនះតើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាមរណភាពនេះត្រូវបានគេជឿថាស្នាដៃរបស់ម្ចាស់ខ្លួនឯងគឺសុនឈៀនសំណួរសួរថាតើហេតុអ្វីព្រោះថាលីម៉ង់ហ៊ានបំពេញបញ្ជាដែលមិនឲ្យសម្លាប់គុនអ៊ីដែលធ្វើឲ្យនៅកូអ៊ូត្រូវប្រឈមមុខនឹងសង្គ្រាមសងសឹកដ៏ធំជាមួយលីប៉ៃសុនឈៀនសម្លាប់លីម៉ង់ដើម្បីកាត់បន្ថយចំនួននិងពង្រឹងអំណាចខ្លួនឯងប៉ុន្តែមុននឹងស្លាប់លីម៉ង់បានបន្សល់ទុកនូវយុទ្ធសាស្ត្រដ៏អស្ចារ្យមួយគឺយុទ្ធសាស្ត្រអាវសលីម៉ង់បានឲ្យទាហានឆ្នើមបន្លំខ្លួនធ្វើជាអ្នកជំនួញស្លៀកពាក់អាវសជិះទូកដឹកទំនិញចូលទៅក្នុងទឹកដីគុនអ៊ីដោយសារការមើលស្រាលនិងការបន្លំខ្លួនយ៉ាងស្ទាត់ជំនាញលីម៉ង់អាចដណ្ដើមយកប៉ុស្តិ៍យាមតាមមាត់ទន្លេទាំងអស់ដោយសម្ងាត់រហូតពេលយកក្រុងជីងជើបានសម្រេចនឹងដោយមិនចាំបាច់ប្រើកម្លាំងទ័ពកម្លាំងបាយច្រើនឡើយនេះគឺជាល្បិចផ្អាកដង្ហើមរបស់គុនអ៊ីទាំងស្រុងហើយចុះក្នុងប្រវត្តិសាស្ត្រពិតវិញតើលីម៉ង់បានស្លាប់ដោយសារការធ្វើឃាតឬព្រលឹងខ្មោចគុនអ៊ីតាមលោកបន្លាចតាមកំណត់ត្រាសានគូជឺលីម៉ង់បានស្លាប់ដោយសារជំងឺប្រចាំកាយក្នុងវ័យ42ឆ្នាំផ្ទុយពីក្នុងរឿងសុនឈៀនស្រឡាញ់លីម៉ង់ខ្លាំងណាស់គាត់ថែមទាំងចំណាយមាសប្រាក់ជួលគ្រូពេទ្យល្អៗមកព្យាបាលនិងសោកស្ដាយជាខ្លាំងនៅពេលបាត់បង់មេតបរូបនេះសរុបមកលីម៉ង់គឺជាមេតបមានចំណេះដឹងជ្រៅជ្រះចំណែកកន្លែងនេះដែរខ្ញុំសូមបើកវងកញ្ចក់បន្តិចគេថាលីម៉ង់ជាមនុស្សមិនចេះអក្សរទេតែហេតុអ្វីក្នុងប្រវត្តិសាស្ត្រគេថាលីម៉ង់គឺជាមេតបមានចំណេះដឹងជ្រៅជ្រះប៉ុន្មានហើយលីម៉ង់កាត់ក្នុងគ្រួសារក្រីក្រចូលធ្វើទាហានតាំងពីគាត់នៅក្មេងគាត់ចេះតែវាយគ្នាបាញ់បោះនិងប្រើកម្លាំងបាយប៉ុណ្ណោះគឺមិនចេះអក្សរមែនប៉ុន្តែចំណុចដែលផ្លាស់ប្ដូរម្ចាស់នគរសុនឈៀនបានស្ដីបន្ទោនិងណែនាំគាត់ថាឯងឥឡូវធ្វើជាមេតបហើយបើមិនរៀនសូត្ររៀនសៀវភៅយុទ្ធសាស្ត្រទេគឺមិនអាចនឹងធ្វើការធំបានឡើយជាលទ្ធផលលីម៉ង់បានខំរៀនសូត្រយ៉ាងខ្លាំងរហូតចេះដឹងជ្រៅជ្រះលើសអ្នកប្រាជ្ញមួយចំនួនទៅទៀតសូម្បីតែលូស៊ូដែលជាអ្នកប្រាជ្ញធំក៏ធ្លាប់ពោលសរសើរថាលីម៉ង់ថ្ងៃនេះមិនមែនជាលីម៉ង់ដែលចេះតែវាយគ្នាដូចកាលពីមុនឡើយជាសរុបមកគាត់ចាប់ផ្ដើមពីអ្នកមិនចេះអក្សរតែចុងបញ្ចប់គាត់ក្លាយជាមេតបកំពូលពូកែយុទ្ធសាស្ត្រប៉ុន្តែសំណាងមិនល្អដែលគាត់អាយុខ្លីចុះប្រិមិត្តវិញយល់ថាការស្លាប់របស់លីម៉ង់ក្នុងរឿងសាមកុកនិងក្នុងប្រវត្តិសាស្ត្រពិតមួយណាជួយចិត្តជាងកុំភ្លេចខមមិនប្រាប់ខ្ញុំផងណា